អ្នកមានឥទ្ធិពលធំក្នុងវិស័យចម្រៀងរ៉េបរួមគ្នាដុសខាត់យុវជនជំនាន់ថ្មីក្នុងកម្មវិធី Cambo Rapper ដើម្បីផ្ដល់ក្តីស្រមៃដល់បេក្ខជនឆ្នើមស្របពេលកម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper ងាកមកដល់ការប្រកួតវគ្គផ្ដាច់ព្រាត់កាន់តែធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រក្នុងនោះដែរក៏មានលេចឮព័ត៌មានថាអ្នកមានឥទ្ធិពលធំក្នុងវិស័យចម្រៀងរ៉េបបានចូលរួមជាមួយផលិតកម្ម Galaxy ដែលជាអ្នកផ្ដួចផ្ដើមបង្កើតកម្មវិធីប្រឡងចម្រៀងរ៉េបលំដាប់អន្តរជាតិនេះពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper កាន់តែទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទស្សនាដោយសារបេក្ខជនក្នុងក្រុមនីមួយៗពោរពេញដោយសមត្ថភាពដែលធ្វើឲ្យគណៈកម្មការពិបាកនៅក្នុងការជ្រើសរើសជាក់ស្ដែងក្នុងសប្តាហ៍ទី2ក្នុងវគ្គ Unity នេះមានបេក្ខជនឆ្នើមជាច្រើនដែលបានចាត់ដៃគូគ្នាធ្វើបទចម្រៀងជាមួយក្រុមដើម្បីប្រកួតប្រជែងទន្ទឹមនឹងការប្រកួតប្រជែងដើម្បីរកបេក្ខជនឆ្នើមបំផុតនេះក៏មានអ្នកមានឥទ្ធិពលជាច្រើននៅពីក្រោយក្នុងការចូលរួមជាមួយ Galaxy ដើម្បីរៀបចំឲ្យកម្មវិធីប្រឡងចម្រៀង Rap Cambo Rapper ដំណើរការទៅមុខបានយ៉ាងរលូនតាមប្រភពមួយបង្ហើបឲ្យដឹងថាផលកម្ម Galaxy និងក្រុមហ៊ុនខ្មែរ Beverages បានសហការគ្នាបង្កើតកម្មវិធីប្រឡងចម្រៀងនេះឡើងដើម្បីស្វែងរកម្ចាស់ជ័យលាភី100លានរៀលនិងបន្តក្តីស្រមៃដល់បេក្ខជនឆ្នើមដែលចង់ឈរជើងនៅក្នុងវិស័យចម្រៀងរ៉េបមិនតែប៉ុណ្ណោះកម្មវិធីប្រកួតប្រជែងចម្រៀងរ៉េប Cambo Rapper ក៏មានចូលរួមសហការរៀបចំពីផលិតកម្ម Galaxy និង CG Movement ជាដើមដើម្បីដុសខាត់យុវជនចំនួនថ្មីឲ្យក្លាយជាអ្នកចម្រៀងរ៉េបដ៏ខ្លាំងពូកែក្នុងវិស័យតន្ត្រីរ៉េបនៅប្រទេសកម្ពុជាឈានដល់សប្តាហ៍ទី2ក្នុងវគ្គ United បេក្ខជនឆ្នើមជាច្រើនពោរពេញដោយសមត្ថភាពដែលធ្វើឲ្យគណៈកម្មការពិបាកនៅក្នុងការជ្រើសរើសអ្នកខ្លាំងលើខ្លាំងនិងមានទេពកោសល្យលើគេទើបអាចបន្តក្តីស្រមៃខ្លាចទៅជាម្ចាស់ជ័យលាភីបានកុំភ្លេចចូលរួមទស្សនាកម្មវិធីប្រឡងចម្រៀង Cambo Rapper ដែលមានការចាក់ផ្សាយនៅលើស្ថានីយទូរទស្សន៍ CTN ដើម្បីផ្ដល់កម្លាំងចិត្តដល់បេក្ខជនទាំងអស់